ចាជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នានេះគឺជាឆាក្តៅកង្កែបឆាក្តៅកង្កែបបងប្អូនចង់ឲ្យមានរសជាតិឆ្ងាញ់ហើយមានក្លិនឈ្ងុយបងប្អូនអាចសាកវិធីនេះបាននេះថាឆាក្តៅកង្កែបរបស់យើងនឹងគឺគ្មានក្លិនឆ្អាបសំបីបន្តិចហើយថែមទាំងមានក្លិនឈ្ងុយទៀតផងដែលជាក្លិនឈ្ងុយរបស់គល់ស្លឹកគ្រៃព្រមទាំងម្រះព្រៅដែលយើងបានដាក់ជាមួយសម្រាប់វិធីធ្វើគឺងាយស្រួលធ្វើបំផុតចាដំបូងគឺខ្ញុំមានគល់ស្លឹកគ្រៃចំនួន3គល់ចាយើងលាងទឹកឲ្យស្អាតបន្ទាប់មកគឺយើងហាន់រាងជាបច្ឆិតស្ដើងអញ្ចឹងណាបងប្អូនសម្រាប់រំដេងគឺខ្ញុំហាន់រាងធំស្ដើងដោយគល់ស្លឹកគ្រៃហើយខ្ញុំក៏មានជាមួយនឹងស្លឹកក្រូច 4-5 ស្លឹកដែរហើយខ្ញុំគ្រាន់តែបេះឆ្អឹងស្លឹកក្រូចនឹងចេញណាបងប្អូនបន្ទាប់មកគឺខ្ញុំមានជាមួយនឹងខ្ទឹមសនេះគ្រាន់តែដំវារាងបែកបន្តិចហើយបកសបកចេញទៅបានហើយខ្ទឹមសនេះបងប្អូនពុំចាំបាច់ចិញ្ច្រាំទេណាយើងដាក់ទាំងដុំអញ្ចឹងទៅបន្ទាប់មកគឺខ្ញុំហាន់ជាមួយនឹងម្ទេសចំនួន10គ្រាប់ណាបងប្អូនម្ទេសនេះគឺទូចអត់ស្ទើរហិលទេតែយើងរៀបចំគ្រឿងក្រើរួចអស់ហើយខ្ញុំចាប់ផ្ដើមយកគ្រឿងទាំងអស់នេះយកមកដាក់រំលាយឲ្យវាឡើងឈ្ងុយនិងឡើងក្រៀមតិចសិនណាបងប្អូនហើយនៅក្នុងនោះគឺខ្ញុំមានជាមួយនឹងល្មៀត2ដុំដែរហើយល្មៀតនេះគឺខ្ញុំដំវាឲ្យបែកអញ្ចឹងទៅឲ្យវាចេញពឿមកបានស្អាតតែយើងលីងគ្រឿងបានឈ្ងុយល្អហើយគឺខ្ញុំចាប់ផ្ដើមដាក់កង្កែបចូលហើយកង្កែបថ្ងៃនេះបងប្អូនគឺខ្ញុំប្រើតែភ្លៅកង្កែបយកមកឆាណាបងប្អូនដោយសារតែខ្លួនកង្កែបគឺខ្ញុំយកទៅធ្វើជាកង្កែបបោកហើយចំណែកឯភ្លៅសល់ហ្នឹងគឺខ្ញុំយកមកឆាក្តៅនឹងណាបងប្អូនមើលតែខ្ញុំលីងភ្លៅកង្កែបបានក្រៀមល្អហើយខ្ញុំដាក់ជាមួយនឹងទឹកអំពិលទុំចូលពីចេងខ្ញុំលួចបន្តិចហើយនឹងអំបិល1ស្លាបព្រាកាហ្វេក៏ដូចជាប្រេងខ្យងនឹងប្រហែលជា2ស្លាបព្រាបាយណាបងប្អូនចុងក្រោយគេនឹងគឺខ្ញុំដាក់ស្ករត្នោតកន្លះស្លាបព្រាបាយចាបន្ទាប់មកគឺយើងលីងគ្រឿងទាំងអស់នេះឲ្យវាសព្វគ្នាបានល្អជាមួយនឹងសាច់កង្កែបមកគឺខ្ញុំដាក់ជាមួយនឹងម្ទេសចូលហើយយើងលីងកូរត្រឡប់ចុះឡើងទៅឲ្យវាសព្វគ្នាបានល្អណាដល់ពេលដែលខ្ញុំដាក់រំងាស់សាច់កង្កែបនឹងគឺខ្ញុំដាក់ទឹកតិចដែរដើម្បីឲ្យសាច់កង្កែបវាចាប់គ្រឿងបានល្អមានរសជាតិឆ្ងាញ់ណាបងប្អូននៅពេលដែលសាច់កង្កែបឆ្អិននឹងចាប់គ្រឿងបានល្អហើយគឺខ្ញុំចាប់ផ្ដើមបង់ម្រះព្រៅចូលកូរត្រឡប់2-3ត្រឡប់ទៅឲ្យម្រះព្រៅវារាងស្វេតបន្តិចហើយយើងអាចបិទគេបានឬក៏ដាក់ចុះបានណាបងប្អូនតែប៉ុណ្ណេះទៅឆាក្តៅកង្កែបរបស់យើងនឹងគឺបានឆ្អិនរួចរាល់ជាការស្រេចម្ហូបមួយមុខនេះនិយាយពីថារសជាតិគឺកប់សេរីតែម្ដងញ៉ាំទៅគឺជាតិពេញមាត់ហើយឆ្ងាញ់អត់មានក្លិនឆ្អាបសូម្បីបន្តិចតែពីថាដាក់មួយម៉ាត់ណាក៏ឆ្ងាញ់ដែរបងប្អូនដោយសារតែយើងយកភ្លៅកង្កែបយកមកឆាអញ្ចឹងទៅនិយាយពីថាសុទ្ធតែសាច់ពីថាជាតិអើយជាតិខ្ញុំអត់ចង់អួតទេបងប្អូនសាកធ្វើញ៉ាំទៅណាជាចុងក្រោយខ្ញុំក៏សូមសំណូមពរឲ្យបងប្អូនជួយចុច Subscribe Channel YouTube របស់ខ្ញុំក៏ដូចជាជួយចុច Follow Facebook Page របស់ខ្ញុំម្នាក់មួយផងបើសិនជាបងប្អូនចូលចិត្តវីដេអូមួយនេះកុំភ្លេចជួយចុច Like ចុច Share ម្នាក់មួយផងចាអរគុណច្រើននិងសូមជម្រាបលាហើយសូមជួបគ្នានៅវីដេអូក្រោយទៀត